បាទយើងវិលមកជួបគ្នាបន្តទៀតបាទវគ្គបន្តនេះជំរាបជូនអំពីព័ត៌មាននៅឯព្រំដែននោះវិញបាទនៅឯព្រំដែននេះនោះខ្ញុំទទួលបានព័ត៌មានថ្មីពីតាមច្រកនានានៅចំណុចព្រំដែនកម្ពុជាថៃរបស់យើងគឺនៅមានស្ថានភាពជាធម្មតាទេប៉ុន្តែច្រកមួយចំនួនដែលជាច្រករបៀងតូចនោះដែលបានបិទឥឡូវចាប់ដើមបើកឡើងវិញបាទនេះគឺជាច្រកមួយគេហៅថាច្រកព្រៃច័ន្ទបាទច្រកព្រៃច័ន្ទស្ថិតនៅក្នុងឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបាទច្រកនេះបានបិទរយៈពេលប្រហែលថ្ងៃមុននេះដែលថាមានសភាពការដែលថៃបានដាក់ច្បាប់អាជ្ញាសិទ្ធិនៅក្នុងប្រទេសរបស់គាត់នោះឥឡូវនេះច្រកដែលបានបិទមួយរយៈនេះបានបើកឡើងវិញជាធម្មតាបាទអញ្ចឹងស្ថានភាពមិនអ្វីជាធ្ងន់ធ្ងរសម្រាប់តាមព្រំដែនទេបើទោះបីខាងភាគីថៃនយោបាយរបស់ប្រទេសគេតឹងតែងដែរប៉ុន្តែម្ដងនេះមិនជ្រៀតចូលមកខាងព្រំដែនរបស់យើងទេបាទប៉ុន្តែយ៉ាងណាក៏ដោយអាជ្ញាធរនៅតាមព្រំដែនកងកម្លាំងទាំងនគរបាលព្រំដែនទាំងកងទ័ពដែលនៅប្រចាំការច្រកនានានៅតែមានកិច្ចសហប្រតិបត្តិការនិងឃ្លាំមើលសភាពការថាតើមានអីកើតឡើងនៅពេលដែលព្រឹត្តិការណ៍នៅក្នុងប្រទេសថៃដែលកំពុងតែមានសភាពធ្ងន់ធ្ងរបាទអញ្ចឹងខ្ញុំគ្រាន់តែចង់ជម្រាបខ្លីប៉ុណ្ណឹងទេខ្ញុំអត់ចង់លើកឡើងអីផ្សេងទៀតទេព្រោះនៅក្នុងប្រទេសថៃនោះគឺជារឿងផ្ទៃក្នុងរបស់ប្រទេសគេហើយគេចាត់ចែងតាមផ្លូវច្បាប់និងផ្លូវតុលាការឬក៏ការអនុវត្តនៅច្បាប់ដោយរបៀបណាទៀតអានឹងរឿងប្រទេសរបស់គេទេប៉ុន្តែគ្រាន់តែដឹងថាមេទ័ពរបស់កងទ័ពថៃលោកប្រយុទ្ធច័ន្ទអូចាបានកោះហៅតំណាងភាគីគណៈបកនយោបាយទាំងពីរហ្នឹងឲ្យចូលជួបចរចាគ្នាបញ្ចប់បញ្ហាហើយកងទ័ពថ្មីត្បិតតែមានការពង្រាយនៅតាមកន្លែងផ្សេងនៅក្នុងទីក្រុងបាងកកក៏ដោយប៉ុន្តែនៅតែរក្សាភាពស្ងប់ស្ងាត់ដដែលទេបាទបានន័យថាឲ្យក្រុមភាគីដែលកំពុងតែប្រឆាំងគ្នានៅក្នុងថៃហ្នឹងគឺធ្វើការជួបចរចាគ្នាបញ្ចប់បញ្ហាវិបត្តិហ្នឹងបាទអញ្ចឹងខ្ញុំចង់លើកឡើងពីព្រំដែនរបស់យើងឯនេះទេតែព្រំដែនរបស់យើងដែលចំណុចដែលថាបិទមួយរយៈហ្នឹងឥឡូវហ្នឹងគឺបើកវិញបាទនេះគឺជារូបភាពដែលក្រុមបាតកោប្រឆាំងរដ្ឋាភិបាលដែលដឹកនាំដោយលោកសុថេពគាត់បាននៅថ្លែងនៅក្នុងវេទិការបស់គាត់ហើយប្រាប់ទៅក្រុមបាតកោទាំងអស់ថាក្រុមអាវលឿងនឹងមិនដកថយទេដរាបណាតែរដ្ឋាភិបាលនៅក្នុងតកូលរបស់លោកថាក់ស៊ីនចុះចេញពីតំណែងអស់ហើយឲ្យបញ្ចប់ឬគល់តែម្ដងបាទប៉ុន្តែទោះបីការលើកឡើងប្រឆាំងទៅលើរដ្ឋាភិបាលប៉ុណ្ណេះក៏ដោយប៉ុន្តែភាគីខាងគាំទ្ររដ្ឋាភិបាលលោកស្រីយីងឡាក់ដែលបានធ្លាក់ពីតំណែងដោយសារតែតុលាការធម្មនុញ្ញថៃបានទម្លាក់នោះក្រុមអាវក្រហមនៅតែគាំទ្រជានិច្ចហើយថាបើសិនជាក្រុមប្រឆាំងរដ្ឋាភិបាលធ្វើអ្វីផ្សេងទៀតនោះចលនាតស៊ូនឹងកើតឡើងបាទនេះដែលខាងភាគីមកខាងបានលើកឡើងទាំងសងខាងដែលនេះលោកសុថេពដែលខាងភាគីខាងក្រុមអាវលឿងបាទហើយខាងក្រុមអាវក្រហមនោះក៏នៅសម្ដែងទស្សនៈរបស់ខ្លួនមិនទទួលយកនៅការទៀមទារបស់ក្រុមអាវលឿងនោះដែរបាទអញ្ចឹងបើទោះបីភាគីទាំងពីរហ្នឹងកំពុងតែប្រឈមដាក់គ្នាខ្លាំងប៉ុន្តែឥឡូវកងទ័ពទៅនៅកណ្ដាលបាទទៅឈរកណ្ដាលដើម្បីឲ្យភាគីទាំងពីរហ្នឹងបញ្ចប់បញ្ហាជាមួយគ្នាបាទនេះចង់ជម្រាបជូនខ្លីប៉ុណ្ណឹងទូទាំងជនបាទឥឡូវយើងសូមបញ្ចប់រឿងរ៉ាវនឹងប៉ុណ្ណឹងហើយយើងងាកមកមើលរឿងនេះរឿងបើកសវនាការលោកវ៉ុនពៅកាលពីម្សិលមិញប៉ុន្តែថ្ងៃនេះដោយសារតែសវនាការនេះបានបន្តឈានមកដល់ថ្ងៃទី5បាទម្សិលមិញសវនាការថ្ងៃទី4ហើយបាទឥឡូវថ្ងៃទីឈានដល់ថ្ងៃទី5បាទអញ្ចឹងបានន័យថា5លើកហើយដែលបានបើកសវនាការតែមិនទាន់បានសម្រេចសារក្រមយ៉ាងណានៅឡើយទេហើយក្រុមអ្នកដែលតវ៉ាគ្រប់គ្រងឲ្យសូមឲ្យមានការដោះលែងអ្នកជាប់ទាំង23នាក់នេះគឺពួកគេនៅតែដង្ហែក្បួននៅជុំវិញតុលាការសាលាដំបងនៅដដែល អ
បាទក្រុមសមត្ថកិច្ចនៅតែរារាំងនឹងបិទផ្លូវមិនអោយក្រុមអ្នកតវ៉ាហ្នឹងចូលទៅកាន់គៀកកន្លែងសាលាដំបងទេបើទោះបីមានការទៀមទាយ៉ាងណាក៏ដោយប៉ុន្តែខាងសមត្ថកិច្ចត្រូវតែការពារកុំអោយមានការរំខាននៅពេលដែលសវនកម្មរបស់តុលាការកំពុងតែដំណើរការទៅមុខហើយភាគីខាងតវ៉ានោះនៅតែទទូចហើយទទូចទៀតថាសូមឲ្យមានការដោះលែងអ្នកទាំង23នាក់ហ្នឹងពីព្រោះពួកគេថាគ្មានទោសទេប៉ុន្តែសម្រាប់អាជ្ញាធរឯនេះវិញដែលមានតួនាទីសម្រាប់ការពារសណ្ដាប់ធ្នាប់នៅតែបាត់ផ្លូវមិនឲ្យពួកគេទៅចិត្តកន្លែងកាត់ក្តីនោះទេហើយឥឡូវនេះខ្ញុំដែលកំពុងតែនិយាយនេះគឺតុលាការកំពុងតែបើកសវនាការទៅលើសំណុំរឿងអ្នកទាំង23នាក់នោះហើយបាទអញ្ចឹងឥឡូវថ្ងៃនេះបន្តទៀតមិនដឹងថាតើថ្ងៃនេះត្រូវបញ្ចប់ឬក៏យ៉ាងណាទេតុលាការមិនទាន់បានដឹងថាតើសាលក្រមដែលត្រូវសម្រេចចុងក្រោយនេះថ្ងៃនេះឬថ្ងៃណាហើយចេញសាលក្រមថ្ងៃណាហើយក្នុងចំណោមអ្នកទាំង23នាក់ហ្នឹងតើអ្នកណាមួយអាចរួចពីការចោទប្រកាន់ហើយអ្នកណាមួយទៅជាប់ចោទបាទអញ្ចឹងយើងរងចាំទាំងអស់គ្នាហើយក្រុមអ្នកតវ៉ាទាំងអស់នេះគាត់បានដើរនៅតាមបណ្ដាផ្លូវនានានិងប្រសង់ដោយមានរូបសញ្ញាជាជញ្ជីងដាក់ស្មើដោយគាត់ចង់ប្រាប់ថាជញ្ជីងយុត្តិធម៌ត្រូវតែស្មើកុំឲ្យផ្អៀងបាទនេះគាត់ចង់បង្ហាញអញ្ចឹងបាទអរគុណទូទាំងអ្នកជនឥឡូវនេះយើងសូមបញ្ចប់រឿងនឹងប៉ុណ្ណឹងហើយយើងក៏លេខទៅមើលគ្រោះមហន្តរាយវិញបាទភ្ជាប់តិចដើម្បីឲ្យដឹងរឿងដែលបានកើតឡើងនៅក្នុងសង្គមរបស់យើងបាទរឿងគ្រោះមហន្តរាយនេះគឺកើតឡើងនៅឯខាងខេត្តស្វាយរៀងកាលពីម្សិលមិញបាទពីព្រោះកាលពីម្សិលមិញគ្រោះមហន្តរាយនៅខាងព្រែកតសេកនេះស្លាប់2នាក់ម្ដាយមួយនិងកូនមួយខ្ញុំយកជំនួយទៅកាលពីម្សិលមិញប៉ុន្តែនេះគឺគ្រោះមហន្តរាយកើតឡើងនៅខាងខេត្តស្វាយរៀងបាទភ្លៀងមួយមេធំខ្យល់ផ្គររន្ទះរលំផ្ទះ10ខ្នងនៅក្នុងស្រុកក្រុងស្វាយរៀងរបួសស្ត្រីម្នាក់នៅក្នុងខេត្តនឹងតែម្ដងដែលមានភ្លៀងមួយលាយឡំជាមួយនឹងផ្គររន្ទះដែលខ្យល់ព្យុះកន្ត្រាក់រលំផ្ទះអស់3ខ្នងហើយរួមជាមួយនឹងផ្ទះដែលបានប៉ៅដំបូលប៉ាណូផ្សេងទៀតប្រមាណជា10ខ្នងដែលក្នុងនោះយើងឃើញថាអ្នកដែលរងរបួសមានតិចតួចទេបាទហើយខ្យល់ព្យុះនិងភ្លៀងនេះបានកើតឡើងកាលពីវេលាម៉ោង 2:10 នាទីរសៀលកាលពីថ្ងៃទី20បាទនៅចំណុចភូមិមេភ្លើងសង្កាត់ស្វាយរៀងរលំផ្ទះអស់2ខ្នងរបើកដបូល7ខ្នងនិងរលំតូប5តូបនិងប៉ាណូជាច្រើនទៀតនៅក្នុងភូមិក្បាលស្ពានសង្កាត់ពូតាហោដើមច័ន្ទគិរីនៅសង្កាត់ពូតាហោចំណែកនៅដើមច័ន្ទគិរីរលំផ្ទះសង្កត់រលំដើមឈើសង្កត់ផ្ទះបាក់រៀបដល់ដីដែលមានស្ត្រីកូនខ្ចីម្នាក់ឈ្មោះធុនស្រីភ័ក្រដែលមានអាយុ23ឆ្នាំដែលមានស្រុកកំណើតនៅភូមិជានិចស្រុកក្រូចឆ្មាខេត្តកំពង់ចាមមកលេងផ្ទះម្ដាយក្មេកនៅក្នុងភូមិខាងលើហ្នឹងក៏ត្រូវបានខ្យល់រលំដើមឈើសង្កត់លើផ្ទះបណ្ដាលឲ្យរងរបួសបាទហើយក្នុងនោះដែរខាងលោកមេឃុំឯនេះវិញក៏បានប្រាប់ឲ្យដឹងដែរថាផ្ទះមួយខ្នងទៀតដែលជាផ្ទះរបស់តារាកំ pl ែងបាទតារាកំ pl ែងឈ្មោះនាយអីមើលសិនបាទនៅមួយភ្លើងនៅផ្ទះតារាកំ pl ែងនាយត្បាល់បាទនាយត្បាល់មានបាទតារាកំ pl ែងនាយត្បាល់អ្នកដែលកំ pl ែងនៅក្នុងទូទស្សន៍ CTN មកដែលផ្ទះរបស់គាត់ហ្នឹងគឺបានដួលរលំដែរបាទនេះជាគ្រោះមហន្តរាយដោយខ្យល់ព្យុះនិងភ្លៀងកាលពីម្សិលមិញកាលពីថ្ងៃទី20ថ្ងៃនេះ20ម៉ានបាទថ្ងៃនេះថ្ងៃ21អញ្ចឹងម្សិលមិញត្រូវហើយបាទនេះជាគ្រោះមហន្តរាយនៅខាងខេត្តស្វាយរៀងបាទឥឡូវយើងបញ្ចប់រឿងគ្រោះមហន្តរាយខ្យល់ព្យុះនៅខាងខេត្តស្វាយរៀងយើងងាកទៅមើលខាងខេត្តកំពង់ឆ្នាំងបាទខេត្តកំពង់ឆ្នាំងឯណោះអ្នកនេសាទ3នាក់ដែលសមត្ថកិច្ចបានទៅដល់ដើម្បីចាប់ខ្លួនប៉ុន្តែចាប់ខ្លួនបានខ្លះរួចខ្លះអ្នកខ្លះបានរត់គេចខ្លួនទៅពួននៅក្នុងពាងបណ្ដាលឲ្យស្លាប់តែម្ដងបាទរត់ពួនពីសមត្ថកិច្ចថាឲ្យមានសេរីភាព
ប៉ុន្តែទៅពួនរត់ចូលក្នុងពីងសងំអត់បើកចេញវិញរួចនៅក្នុងពីងស្លាប់បានបាទបរោះនេសាទម្នាក់ថប់ដង្ហើមស្លាប់ក្នុងពីងដែលគេដាក់នៅតម្កល់នៅបណ្ដែតទឹកបន្ទាប់ពីគេបានភ័យខ្លាចពេលដែលសមត្ថកិច្ចបានទៅរកឃាត់ខ្លួនគណៈពេលដែលពួកគេបានទៅនេសាទខុសច្បាប់ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 8:30 នាទីកាលពីថ្ងៃ21 ម្សិលមិញបាទពេលដែលពួកគេបានបាត់ខ្លួនបងប្អូនបានទៅរកស្រាប់តែទៅឃើញស្លាប់នៅក្នុងពីងដោយក្របចិត្តពីលើបាទហើយសមត្ថកិច្ចបានបញ្ជាក់ថាតាមពិតទៅនៅពេលម៉ោងកើតហេតុខាងលើនោះគឺសមត្ថកិច្ចមានរដ្ឋបាលមានខាងជលផលបាទនិងអាជ្ញាធរមូលដ្ឋានគាត់បានចុះទៅបង្ក្រាបកន្លែងទីតាំងដែលគេប្រាប់មកថាមានប្រជាពលរដ្ឋជនជាតិវៀតណាមខ្លះគាត់ទៅនេសាទត្រីខុសច្បាប់នៅកន្លែងដែននេសាទអភិរក្សដែលគេហាមឃាត់ប៉ុន្តែនៅពេលទៅដល់ចាប់បានខ្លះរត់រួចខ្លះហើយអ្នកខ្លះរត់ទៅពួនក្នុងពីងនឹងស្លាប់តែម្ដងបាទបើតាមលោកចិនជន់ណាមេឃុំកោះថ្កូវបាននិយាយថានៅយប់ថ្ងៃ20 ខែឧសភាកម្លាំងរបស់លោកបានសហការជាមួយនឹងសហគមន៍នេសាទចុះល្បាតបានជួបនឹងក្រុមនេសាទខុសច្បាប់នៅតំបន់អភិរក្សពូជត្រីនៅក្នុងអតីតឡូលេខ17បង្កងបាទវាមានចំនួន3ទូកដែលកំពុងតែនេសាទខុសច្បាប់នៅកន្លែងនោះបាទពេលនោះលោកក៏បានអន្តរាគមន៍ថានឹងចាប់ខ្លួនពួកគេមកដើម្បីធ្វើការអប់រំបាទប៉ុន្តែពេលនោះក៏មានអ្នកដែលរត់មានអ្នកចាប់បានចឹងទៅប៉ុន្តែក្រោយមកស្រាប់តែដឹងតំណែងថាមានស្លាប់ម្នាក់នៅក្នុងពីងហើយសមត្ថកិច្ចអត់បានដឹងសោះចា៎បាទព្រោះរត់ទៅពួនក្នុងពីងចា៎បាទនេះជាសកម្មភាពបង្ក្រាបនេសាទខុសច្បាប់នៅខាងខេត្តកំពង់ចាមខេត្តកំពង់ឆ្នាំងបាទតោះឥឡូវនេះខ្ញុំបញ្ចប់រឿងហ្នឹងឲ្យសិលាបន្តរឿងខាងសិលាមួយទៀតបាទជឿចាបន្តទៅរឿងករណីមួយសង្ស័យថាជារឿងគំនុំបើរយន្តដេញបុកម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់3នាក់រយន្ត Toyota Prius បើកដេញទៅបុកនឹងម៉ូតូ Click បណ្ដាលឲ្យរងរបួសធ្ងន់3នាក់ចាសង្ស័យថាជារឿងគំនុំហើយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 10:20 នាទីយប់ថ្ងៃទី21 ឧសភាចំណុចផ្លូវលេខ61កែង118សង្កាត់ហ្វាថ្មីទី1ខណ្ឌដូនពេញប្រភពព័ត៌មានពីកន្លែងកាត់ហេតុដែលដឹងថារថយន្តបង្កម៉ាក Toyota Prius ពណ៌ខ្មៅជិះ4នាក់ Frey ស្អាត3នាក់និងប្រុសម្នាក់ជាអ្នកបើកបរធ្វើដំណើរតាមផ្លូវលេខ61ពីត្បូងទៅជើងចំណែកម៉ូតូ Click ពណ៌ក្រហមជា3នាក់ហ្វុតតែជាមនុស្សប្រុសធ្វើដំណើរស្របគ្នាក្រដែលដោយចំណុចខាងលើរថយន្តនោះបានបុកពីក្រោយពេញទំហឹងធ្វើឲ្យអ្នកបើកម៉ូតូនិងអ្នករួមដំណើរជាមួយបាក់ជើងចំណែកអ្នកអង្គុយកណ្ដាលបាក់ឆ្អឹងជំនីចំណែកម៉ូតូវិញគឺបុកអស់ជាប់នឹងរថយន្តបើករត់បានបន្តិចអ្នកបើកបរបានចុះទាញម៉ូតូនឹងចេញពីរថយន្តប៉ុន្តែទាញមិនរួចក៏ត្រូវបាននារីរូបស្អាត3នាក់បានជួយចាចុះទាញម៉ូតូចេញរួចហើយក៏ត្រូវសមត្ថកិច្ចមកតន់ចាប់ឃាត់បាននារីទាំង3នាក់ចារីឯតែកង់រថយន្តឡើងបើករថយន្តរត់គេចបាត់ចាបានបើករថយន្តថយក្រោយប៉ះម៉ូតូគប់ជ្រុងពណ៌ទឹកប៊ិចម៉ូតូមួយប៉ះម៉ូតូគប់ជ្រុងពណ៌ទឹកប៊ិចមួយគ្រឿងទៀតដួលខូចខាតតិចតួចនិងមិនមានអ្នករងរបួសនោះទេប៉ុន្តែម៉ូតូដែលខូចខាតតិចតួចម្ចាស់ម៉ូតូបានលើកម៉ូតូចេញទៅបាត់ទៅហើយហ្វាក់ហ្វៃឃើញហេតុការណ៍បានឲ្យដឹងថារថយន្តបង្កបើកចេញពីខាងផ្សារថ្មីមកហើយបានដេញចាតាមបុកម៉ូតូតែម្ដងមិនមែនបុកក្នុងគោលបំណងអចេតនាទេប៉ុន្តែសំណាងអាក្រក់ពេលដែលបុកហើយម៉ូតូជាប់ក្រោមរថយន្តចាទើបបើករត់ទៅដល់ស្ពានបឹងហ្វឡាងតាមផ្លូវលេខ336សង្កាត់បឹងហ្វឡាងខាងតុកងអ្នកបើករថយន្តទុករថយន្តចោលហើយរត់គេខ្លួនបាត់ត្រូវប្រជាពលរដ្ឋទូរស័ព្ទហៅសមត្ថកិច្ចទៅយករថយន្តបង្កនោះយកទៅដោះស្រាយក្រោយពេលដែលកើតហេតុអ្នករងរបួសធ្ងន់ទាំង3នាក់ត្រូវរថយន្តសង្គ្រោះយកទៅព្យាបាលនៅគ្លីនិកឯកជនចំណែករថយន្តបង្កនិងម៉ូតូចាClick រួមទាំងនារីរូបស្រស់3នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចាបាទខ្ញុំសូមជម្រាបជូននៅសារខ្លីមួយដែលជាកង្វល់របស់ប្រជាពលរដ្ឋបានផ្ញើសារមកខ្ញុំបាទសូមបញ្ចប់ខាងសាលាប៉ុណ្ណឹងដោយសារតែសារច្រើនពេកខ្ញុំលើកឡើងបន្តិចបាទបញ្ហាការកាត់ឈ្មោះស្លាកលេខរថយន្តកាត់ឈ្មោះស្លាកលេខម៉ូតូបាទគាត់បានលើកឡើងចេះគាត់ថាប្រជាពលរដ្ឋ
ហាក់បីដូចជាមិនពេញចិត្តជាមួយនឹងការកាត់ស្លាកលេខរថយន្តទេដោយសារតែការកាត់ស្លាកលេខរថយន្តបដូរពីឈ្មោះមួយទៅឈ្មោះមួយមានតម្លៃខ្ពស់ពេកឥឡូវស្រាប់តែខាងធ្វើស្លាកលេខឡាននៅពេលដែលប្រជាពលរដ្ឋខ្លះគាត់ទិញឡានគាត់ដាច់ខាតគាត់ចង់កាត់ឈ្មោះទៅជាឈ្មោះរបស់គាត់បាទព្រោះធម្មតាដូចខ្ញុំអញ្ចឹងដែរឡានដាក់ឈ្មោះខ្លួនឯងកាត់គ្រីខ្លួនឯងអញ្ចឹងដល់ការធម្មតាកាលណាបើយើងត្រូវការលក់វាត្រូវកាត់ទៅឲ្យគេហើយកាត់ឈ្មោះយកឈ្មោះគេវិញដើម្បីជៀសវាងកុំឲ្យមានបញ្ហាកើតឡើងព្រោះកន្លងមកដោយសារតែទិញឡានអត់កាត់ឈ្មោះហ្នឹងហើយបានកើតឡើងរឿងរ៉ាវអ្នកខ្លះជាប់គុកអ្នកខ្លះរត់ចោលស្រុកប៉ុន្តែរឿងខ្លះដែលជាយុទ្ធធម៌សម្រាប់គ្នាទេប៉ុន្តែបែរជាត្រូវគ្នារងគ្រោះទៅវិញមានដែលប្រជាពលរដ្ឋរបស់យើងច្រើនណាស់ដែលផ្ញើសារមកខ្ញុំថានៅពេលដែលកាត់ឈ្មោះបាទស្លាកលេខឡានដើម្បីបដូរទៅឈ្មោះខ្លួនឯងវិញស្រាប់តែឥឡូវលេងពួយគេគិតសេរីបាទសេរីឆ្នាំណាចាលេងពួយបើសេរីទំនើបចឹងទៅលេងគិតភាគរយដល់គិតភាគរយពេលខ្លះកាត់គាត់តែកាត់ឈ្មោះស្លាកលេខឡានវាទៅជា 3-4 ពាន់វាទៅជាមានអញ្ចឹងប៉ុន្តែដឹងជាពិតឬមិនពិតព្រោះគាត់បានប្រាប់យើងមិនអាចធ្លាប់ដោយសារគាត់តែប្រាប់មកអញ្ចឹងអត់មានម្នាក់នោះគាត់ប្រាប់ថាគាត់អស់ 1,500 កាត់ហ្នឹងឥឡូវកាត់ទៅគាត់តែកាត់ស្លាកលេខឡានបដូរឈ្មោះទៅឈ្មោះថ្មីវាតម្លៃស្មើទិញឡានមួយហើយជឿទ្រាំប្រើតែមកណាបាទវាមានអញ្ចឹងបាទអញ្ចឹងគាត់ចង់សំណូមពរចេះទេសុំទៅក្រសួងសាធារណការថាបើប្រជាពលរដ្ឋគាត់ប្រើប្រាស់ដើម្បីទ្រព្យសម្បត្តិទាំងជារបស់គាត់ពិតប្រកបកាត់កុំឲ្យតម្លៃខ្ពស់ពេកបាទកាលណាប្រជាពលរដ្ឋគាត់ចង់ទៅកាត់គឺមនុស្សអ្នកត្រង់ហើយហ្នឹងមនុស្សអ្នកស្លូតហើយហ្នឹងបាទចង់បានយុត្តិធម៌ហើយហ្នឹងបានគាត់ទៅកាត់បើសិនជាមនុស្សខូចជិះផ្លាកលេខឯណាក៏ផ្លាកទៅបោះណាបោះទៅចាប់ទៅដេកសប្តាហ៍ណាជាចាប់ទៅបាទអាហ្នឹងមនុស្សខូចបាត់ចាត់ទុកថាគាត់មិនគោរពច្បាប់ទៅហើយបាទឥឡូវបើសិនជាគាត់ចង់បានអញ្ចឹងគាត់សំណូមពរថាកុំឲ្យយកថ្លៃខ្ពស់ពេកបាទនេះដែលគាត់បានស្នើមកអញ្ចឹងបាទហើយមួយទៀតតាក់ទងនឹងរឿងភ្លើងបញ្ហាភ្លើងឥឡូវនេះមិនមែនមានបញ្ហាសម្រាប់តែនៅក្នុងក្រុងភ្នំពេញទេនៅតាមខេត្តក៏ដូចគ្នាដែរហើយដាច់ហើយនឹងគីឡូឡើងនេះគឺរឿងតែមួយសម្រាប់ប្រជាពលរដ្ឋដែលគាត់ត្អូញត្អែបាទអញ្ចឹងខាងក្រុមហ៊ុនឬក៏ខាងអាជ្ញាធរអគ្គិសនីអត់ឃើញចេញសេចក្តីពន្យល់ណាមួយជាសាធារណៈឲ្យប្រជាពលរដ្ឋបាត់ឆ្ងល់ឲ្យប្រជាពលរដ្ឋគាត់ស្ងប់ចិត្តថាមូលហេតុអីខែនេះឆ្នាំនេះបែរជាគីឡូភ្លើងរត់លឿនដើរលឿនបាទបញ្ហាទី2តកតងបញ្ហាការតសេវាថ្លៃទឹកតែខ្ពស់ពេកគាត់ថាតថ្លៃសេវាទឹកតែខ្ពស់បាទហើយតកតងអំពីបញ្ហាដាច់ខាងអាជ្ញាធរអគ្គិសនី EDC ក៏ធ្លាប់ប្រកាសដែរដាច់ញឹកហ្នឹងគឺដោយសារតែការផ្គត់ផ្គង់ភ្លើងហ្នឹងវាមិនគ្រប់ហើយពេលវេលាវាក្តៅថ្ងៃក្តៅផងបាទហើយខាងមន្ត្រីអគ្គិសនីក៏ធ្លាប់បានបញ្យល់ប្រាប់ខ្ញុំដែរតកតងនឹងគីឡូវាដើរលឿនហ្នឹងដោយសារតែរដូវក្តៅខ្លាំងពេកបាទនឹងធ្លាប់គាត់បញ្យល់ចឹងប៉ុន្តែដោយសារតែការបញ្យល់នេះវាអត់ទាន់នៃគ្រប់គ្រាន់ដែលធ្វើឲ្យប្រជាពលរដ្ឋជឿនៅឡើយទេបាទមានទៀមទីឲ្យមានការបញ្យល់ថែមទៀតមិនអាចនិយាយគាត់ថាថ្ងៃក្តៅខ្លាំងពេកបានវាដើរលឿនបាទហើយក្រុមអ្នកជំនាញភ្លើងខ្លះខ្សឹបប្រាប់ថាមិនមែនទេបាទក្តៅវាដើរហើយប៉ុន្តែវាមិនអាចដើររហូតដល់អ្នកដែលធ្លាប់50គីឡូទៅជា300គីឡូវាមិនអាចអញ្ចឹងអ្នកដែលធ្លាប់ប្រើតែ30គីឡូទៅជា150គីឡូចុះដើរក៏ដើរក្តៅសាហាវម៉ែបាទគាត់លើកឡើងអញ្ចឹងបាទនេះជាសំណូមពររបស់គាត់ចង់ឲ្យខាងអាជ្ញាធរអគ្គិសនីធ្វើការបំភ្លឺជុំវិញអំពីចម្ងល់របស់ពួកគាត់ដើម្បីកុំឲ្យគាត់ចេះថាសាកសួរទៅឬមួយខ្លះទៀតគាត់ខឹងជាមួយនឹងខាងមន្ត្រីអគ្គិសនីថែមទៀតអត់មានការពន្យល់បាទអញ្ចឹងបើសិនជាពន្យល់ទៅគាត់អាចស្ដាប់បានអាហ្នឹងគាត់ឈប់រករឿង
ហើយខ្ញុំហើយបើគេផ្ញើសារមកខ្ញុំនិយាយចឹងដែរហើយបើខ្ញុំឡើងដែរឡើងដូចគ្នាឡប់180000អីឡើង240,000ហើយ28,000អីដែរហើយឥឡូវហ្នឹងបាទនិយាយគេខ្លួនឯងក៏ឡើងបាទហើយមួយទៀតមិញនេះមិញខាងណាសិលាផ្លូវជាតិលេខ2ហ៎ចាថាហើយបាទផ្លូវជាតិលេខ2ចាប់ពីព្រែកហូទៅដល់ផ្លូវបំបែកទៅតកែវបាទឥឡូវដល់វងមូលហ្នឹងឥឡូវផ្លូវហ្នឹងគេកំពុងតែជួសជុលប៉ុន្តែប្រជាពលរដ្ឋរស់នៅតាមផ្លូវហ្នឹងគាត់សំណូមពរអញ្ចេះថាអរគុណដែលក្រុមហ៊ុនឬក៏ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានគាត់មើលឃើញពីផ្លូវលំបាកគាត់ចាប់ដើមជួសជុលប៉ុន្តែគាត់សំណូមពរថាមេត្តាជួសជុលហើយសូមស្រោចទឹកផងបាទសូមកុំឲ្យជួសជុលហើយឲ្យដីហុយគាត់រស់នៅមិនបានបាទគាត់សុំតែប៉ុណ្ណឹងសុំស្រោចទឹកបាទគាត់សុំទឹកស្រោចបាទនេះជាសំណូមពររបស់ប្រជាពលរដ្ឋនៅតាមផ្លូវជាតិលេខ2ចាប់ពីព្រែកហូទៅដល់ផ្លូវបំបែកទៅខេត្តតាកែវបាទនេះរឿងប៉ុណ្ណឹងដែលខ្ញុំសូមជម្រាបជូនហើយសារចុងក្រោយបាទហេតុសារទៅច្រើនបើតែចុងក្រោយមកវគ្គ2ចាសារចុងក្រោយវគ្គ2នេះគឺអ្នកនៅកែវផុសបាទអេកែវផុសអីទឹកផុសខាងកំពង់ឆ្នាំងទឹកផុសបាទខាងកំពង់ឆ្នាំងកែវផុសខាងក្រុងសេនុបាទទឹកផុសខាងកំពង់ឆ្នាំងសាររបស់គាត់ហ្នឹងគាត់ថានៅតំបន់គាត់ហ្នឹងឥឡូវវាមិនដឹងជាយ៉ាងម៉េចបញ្ហាគ្រឿងញៀនក៏សបោលបែងក៏សបោបត់ល្មើសព្រៃឈើដឹកក៏សបោតាមឡូរីដឹកតាមផ្លូវដែកហ្នឹងព្រៀតព្រោងគ្មានការបង្ក្រាបទេបាទហើយឥឡូវអារឿងនោះហើយវាមានអារឿងការបំពេញដីធ្លីទៅគ្រាទៅវិញទៅមកក៏កើនឡើងទៀតហើយមិនដឹងជាអាជ្ញាធរខាងលើគាត់បានជ្រាបឬយ៉ាងណាបាទនេះជាបញ្ហាដែលគាត់កំពុងចោទបញ្ហាទី1បញ្ហាគ្រឿងញៀនបញ្ហាទី2បញ្ហាភាពអនាធិបតេយ្យនៃការដឹកអនុផលព្រៃឈើតាមផ្លូវដែកបាទហើយទី3គឺលបែងបាទនេះជាចំណុច3នេះដែលគាត់មានកង្វល់អញ្ចឹងសូមឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំងចាត់វិធានការអំពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋរឿងនឹងផងបាទពីព្រោះឥឡូវនេះដូចជាតាក់ទងនឹងរឿងការផ្លាស់ប្ដូរតំណែងថ្នាក់ស្នងការដូចជាផ្លាស់ប្ដូរបន្តហើយបាទអញ្ចឹងគិតថាការផ្លាស់ប្ដូរលោកស្នងការនឹងធ្វើឲ្យមានប្រសិទ្ធភាពការងារសម្រាប់សុវត្ថិភាពសន្តិសុខជូនប្រជាពលរដ្ឋដូចជាខេត្តបន្ទាយមានជ័យស្នងការមួយត្រូវបានដូរដែរហើយដាក់ជំនួសវិញគឺលោកស្នងការដែលធ្លាប់នៅខាងខេត្តកំពង់ឆ្នាំងលោកអាត់ខែមទៅជំនួសលោកខេងស៊ុំនៅខាងខេត្តបន្ទាយមានជ័យបាទនេះស្នងការដូរទៅនោះហើយយកខេត្តកំពង់ឆ្នាំងឯនេះដាក់ជំនួសវិញដោយលោកស្នងការរងឡើងមកជាស្នងការចា៎បាទអញ្ចឹងផ្លាស់ប្ដូរការងារគ្នាបាទតែបើសិនជានេះគេថាស្នងការចាស់ទេតែគាត់ថាដូរខេត្តថ្មីចា៎បាទដូរខេត្តនេះតែបើតាមខ្ញុំដឹងដូចលោកអាត់ខែមនៅខេត្តកំពង់ឆ្នាំងដូចធ្លាប់ស្នងការអតីតស្នងការនៅបន្ទាយមានជ័យម្ដងហើយឥឡូវទៅក្នុងដដែលចា៎បាទអញ្ចឹងគាត់ដដែលកន្លែងរបស់គាត់ចាស់បាទហើយអ្នកថ្មីចាំតិចទៀតទៅអ្នកថ្មីសុទ្ធចាំតិចទៀតទៅគួយចាំសិនបាទចាំឲ្យអ្នកចាស់ធ្វើសិនអស់ចិត្តសិនបាទអរគុណទូទាំងអ្នកជនឥឡូវនេះសូមពេលសម្រាប់បន្តិចសិនបាទតិចទៀតយើងវិលមកជួបគ្នាបន្តទៀតបាទ